សួស្តីប្រិយមិត្តបាល់ទាត់រាត្រីថ្ងៃសៅរ៍ទី9វេលាម៉ោង 1:30 រំលងអធ្រាត្រនេះសមរភូមិ Champions League កាន់តែក្តៅគគុកឃ្មុំលឿង Borussia Dortmund ត្រូវបើកទ្វារស្វាគមន៍ក្រុមរួមលីក Eintracht Frankfurt ក្នុងជំនួបកាត់សេចក្តីដ៏សំខាន់វិភាគកម្លាំងក្រុមនិងស្ថានភាពកីឡាករ Dortmund យប់នេះមានប្រៀបខ្លាំងដោយសារលេងក្នុងដីហើយខ្សែប្រយុទ្ធស្នូលដែលទៅជាសះស្បើយពីរបួសអាចនឹងត្រឡប់មកវិញចំណែក Frankfurt វិញកំពុងមានបញ្ហាតំបន់ការពារដោយសារខ្សែការពារស្លាប់ម្នាក់ត្រូវបានពិន័យមិនឲ្យលេងតម្រង់លេងរបស់ Dortmund នឹងសង្កត់ធ្ងន់លើការគ្រប់គ្រងបាល់ចំណែក Frankfurt នឹងរងចាំវាយបកលឿនងាកមកមើលភាគរយឈ្នះ Dortmund មានរហូតដល់ 55% ខណៈ Frankfurt មាន 30% យប់នេះ Dortmund តឲ្យ Frankfurt កន្លះគ្រាប់ឬ 0.5 តែបើបងប្អូនចូលចិត្តលេងគ្រាប់បាល់ខ្ញុំសូមណែនាំឲ្យយក under ក្រោម3គ្រាប់កន្លះ 3.5 ហេតុអីព្រោះជាពានអឺរ៉ុបក្រុមទាំងពីរនឹងលេងប្រចាំខ្ពស់បំផុតពិបាកនឹងមានគ្រាប់បាល់ផ្ទុះច្រើនណាស់តើឃ្មុំលឿងអាចយក3បន្ទុកក្នុងដីបានទេឬក៏ Frankfurt ជាអ្នកបង្កើតភាពភ្ញាក់ផ្អើល comment ទូទាយលទ្ធផលខាងក្រោមមកកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានការវិភាគបាល់ទាត់រាល់ថ្ងៃជួបគ្នាយប់នេះ